បរិអ្នករត់កង់3ដែលត្រូវបានម្ចាស់ហាងកាយសុភ័ណ្ឌ N168 BUT ហាក់ធាក់បណ្ដាលឲ្យដួលផ្កាក្រោយព្រោះតែចំនួនរឿងចត់កង់3នៅខាងមុខផ្ទះនោះពេលនេះគាត់បានស្លាប់ហើយបរិជាអ្នករត់កង់3ដែលត្រូវបានម្ចាស់ហាងមជ្ឈមណ្ឌលកាយសុភ័ណ្ឌ N168 BUT និង SPA បានប្រើហិង្សាធាក់ដាច់ផ្កាទៅខាងក្រោយបោកក្បាលរត់របួសធ្ងន់ធ្ងរបន្ទាប់ពីមានទំនាស់គ្នារឿងចត់ម៉ូតូកង់3នៅខាងមុខហាងនោះពេលនេះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយដោយសមត្ថកិច្ចឃាត់ខ្លួនជនបង្កដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង 6:20 នាទីថ្ងៃទី27 ខែមិថុនាឆ្នាំ 2026 ចំណុចផ្ទះលេខ 15 ផ្លូវលេខ 159 ភូមិ 5 សង្កាត់អូឡ িম্প ិកខណ្ឌបឹងកេកងរាជធានីភ្នំពេញក្រោយពីបានធាក់ជនរងគ្រោះដួលផ្កាក្រោយសន្លប់បំដឹងខ្លួនបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះអង្គឌួងនៅថ្ងៃទី24 ខែមិថុនាឆ្នាំ 2026 វេលាម៉ោង 8:56 នាទីយប់ត្រង់ចំណុចមុខផ្ទះលេខ 57 E0 ផ្លូវលេខ 310 ភូមិ 2 សង្កាត់បឹងកេកងទី 2 ខណ្ឌបឹងកេកងរាជធានីភ្នំពេញរហូតគាត់បានស្លាប់បាត់បង់ជីវិតសមត្ថកិច្ចបានដឹងថាជនរងគ្រោះឈ្មោះឈៀងសវណ្ណាភេទប្រុសអាយុ 46 ឆ្នាំមុខរបរជាអ្នករត់កង់3រស់នៅផ្ទះលេខ 7 E0 ផ្លូវលេខ 304 ភូមិ 1 សង្កាត់បឹងកេកងទី 2 ខណ្ឌបឹងកេកងបើតាមការបំភ្លឺពីស្ត្រីអាយុ 73 ឆ្នាំមុខរបរជាអ្នកអនាម័យត្រូវជាម្ដាយរបស់ជនរងគ្រោះបានជ្រុះនិយាយតាណាក៏ឃើញកសក់និយាយទៅក្លុកលៀនដែរឃើញកសក់ដែរបើនិយាយពីកតុបទឹកវិញណាគេអស់ហើយដោយសារតែខ្សែសក់ហ្នឹងប្រើអីក៏ត្រូវដែរតែឥឡូវមកប្រើជាមួយនឹងឈុតសក់របស់ Yuvel តែមកអត់ទេឃើញសក់ខ្ញុំប្លែកហ្មងសក់ក៏អន់ជ្រុះសំខាន់ណាកូនសក់ដោះមកឡើងចងច្រាំងពេញក្បាលហ្មងឃើញសក់ខ្លួនឯងឡើងឡើងឡើងកុនហ្មងណានៅថ្ងៃទី24 ខែមិថុនាឆ្នាំ 2026 វេលាម៉ោងប្រហែល 8:56 នាទីកូនរបស់គាត់ដែលជាជនរងគ្រោះបានមានទំនាស់ពាក្យសម្ដីជាមួយនឹងជនសង្ស័យឈ្មោះតាត់ប៊ុនថាភេទប្រុសអាយុ 33 ឆ្នាំនៅចំណុចផ្ទះលេខ 75 E0 ផ្លូវលេខ 310 ភូមិ 2 សង្កាត់បឹងកេកងទី 2 ខណ្ឌបឹងកេកងរួចក៏ត្រូវបានជនសង្ស័យរូបនោះបានលុតធាក់គាត់បណ្ដាលឲ្យដួលផ្កាក្រោយសន្លប់ពំដឹងខ្លួននិងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួងដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរនិងមានឈាមកកក្នុងខួរក្បាលហើយចង្វាក់បេះដូងរបស់គាត់ខ្សោយខ្លាំងពេកតម្រូវឲ្យត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យចំណែកឯជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការទៅតាមច្បាប់រហូតនៅថ្ងៃទី27 ខែមិថុនាវេលាម៉ោង 6 ល្ងាចដែលឃើញកូនប្រុសរបស់គាត់សន្លប់យូរមិនដឹងខ្លួនជាច្រើនថ្ងៃនិងបំពាក់ខ្យល់អុកស៊ីហ្សែនឃើញថាគ្មានសង្ឃឹមគាត់ក៏បានស្នើសុំមន្ទីរពេទ្យព្រះអង្គឌួងយកកូនរបស់គាត់ចេញពីមន្ទីរពេទ្យមកកាន់ផ្ទះលេខ 15 ផ្លូវលេខ 159 ភូមិ 5 សង្កាត់អូឡ িম্প ិកខណ្ឌបឹងកេកងពេលដែលមកដល់នៅវេលាម៉ោង 6:20 នាទីថ្ងៃដដែលក៏បានធ្វើការដកអុកស៊ីហ្សែនចេញកូនរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់ទៅបន្ទាប់មកនៅថ្ងៃទី28 ខែមិថុនាឆ្នាំ 2026 វេលាម៉ោង 1 រសៀលគាត់ក៏បានយកសពកូនរបស់គាត់មកធ្វើបុណ្យតាមប្រពៃណីនៅឯវត្តចាក់អង្រែក្រមខណ្ឌមានជ័យរាជធានីភ្នំពេញក្នុងនោះបើតាមការពិនិត្យការធ្វើកសោបវិច័យពីការិយាល័យបច្ចេកទេសនិងលោកអង្គការវិជ្ជាបណ្ឌិតនងសវណ្ណរតន៍គ្រូពេទ្យកសោបវិច័យអមសាលាដំបងរាជធានីភ្នំពេញបានសន្និដ្ឋានថាសពជនរងគ្រោះស្លាប់ដោយសារតែការប៉ះទង្គិចក្បាលធ្ងន់ធ្ងរបច្ចុប្បន្នសពខាងលើគឺត្រូវបានប្រកាសជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅឯវត្តចាក់អង្រែក្រមខណ្ឌមានជ័យរាជធានីភ្នំពេញ